រៀបសួរទាំងអស់គ្នាวันមកជួបខ្ញុំបាទក៏ព្រាមសម្រាប់រឿងម្ដងទៀតហើយដូចថ្ងៃនេះដែរយើងនឹងបន្តសេរីរបស់យើងកាលពីវគ្គមុនយើងចាប់ត្រឹម5អេពីសូតរបស់រឿងរបស់មនុស្សចរណៃចាប់ដល់ដល់អបិម៉ាក់មួយនេះអបិម៉ាក់មួយហ្នឹងគិតថាគិតហ្នឹងមិនដែលត្រូវឈាមផ្លាស់មានណាគេវិញគិតនឹងបែកឈាមបានទេនិយាយមិនទាន់ពីមាត់ផងលូហ្វីហំដល់បុកប៉ាំងកណ្ដាស់ក្បាលបណ្ដាឲ្យអបិពេះផ្ទះហ្នឹងឈាមច្មោះពេលនោះអបិផ្ទះហ្នឹងឯងក៏បានបញ្ចេញស្ពើរបស់គាត់ដោយការខឹងជាខ្លាំងស្ពញអាលិតផងដែរអាបកូលឈើទូកហ្នឹងក៏បានធ្លាក់ចំកណ្ដាលក្បាលអបិហ្នឹងបណ្ដាឲ្យស្លាប់នៅកន្លែងភ្លាមពេលលូហ្វីធ្លាក់ទឹកហ្នឹងសានជីបានស្រង់គាត់ចេញពីទឹកមកវិញហើយពេលហ្នឹងសានជីស្មានថាលូហ្វីលងទឹកស្លាប់បាត់ហើយក៏ប៉ុន្តែក៏ដេកសោះទីម្ដាយចាស់អបកាច់នេះស្មានទៅងើបអត់ហើយក៏មកដល់ត្រង់នេះវិញគឺយើងបានឃើញក្មេងម្នាក់កំពុងតែយឺតដល់ទីគម្រាមណាមីមិនប្រាប់អ្នកនោះអូនប្រាប់ណាមីថាគាត់ខឹងនឹងម្ចាស់ផ្ទះនោះហើយឆាប់ឲ្យម្ចាស់ផ្ទះហ្នឹងឯងសងជីវិតបងឪពុករបស់គាត់វិញមកពេលនោះណាមីបានដកដបងពីកណ្ដាលចេញពីកន្លែងពិសេសរបស់នាងមកសំពងក្មេងប្រាប់ម្នាក់នោះឲ្យដួលនៅកន្លែងភ្លាមហើយបោះលុយម្ដងមកឲ្យក្មេងប្រុសនោះដើម្បីទៅចាយទិញបាយហូបផងព្រោះអីនៅក្នុងស្រុកហ្នឹងក្រណាស់សើតែអាឡងកាត់កាប់ឆ្ងល់ដែរយប៉ិណាមីធ្វើចឹងធ្វើអីគាត់ទៅប្រាប់ពីធម្មតាទៅបានតែច្បាច់វៃគ្នានេះគេបដោះសូរ៉ូម្ដងយើងមើលសូរ៉ូទៅគឺគាត់ចង់មានផែនការចុះទៅផ្ទះអាឡងតែម្ដងពេលនោះឧសបនឹងចង់នេះដឹងថាសូរ៉ូមានផែនការមិនល្អចាប់ផ្ដើមនឹងភ្ញៀវមុខគ្នាមានផែនការមិនល្អទេគាត់ចង់បកកចលាចលនេះក៏បានទាញយកមកសំពងសូរ៉ូភ្លាមបន្ទាប់ពីសូរ៉ូគឺពីស្លាប់វិញដល់ខ្លួនឯងចិត្តចំណងបាត់ទៅហើយពេលនោះមានកូនចៅអាឡង2នាក់បានហក់ចូលក្នុងទឹកហើយពេលនោះឧសបចង់នេះ condition ហើយក៏ដាក់មានប្រុសចោលសូរ៉ូបាត់ទៅពេលដែលមកដល់ភូមិកូខូយ៉ាស៊ីឧសបបានឃើញស្ត្រីម្នាក់ជាមួយនឹងក្មេងម្នាក់កំពុងតែមានគ្រោះថ្នាក់គាត់ចង់ធ្វើជាសភាពបុរសក៏ចូលទៅជួយតែយប៉ិហ្នឹងបានដាក់ឧសបមកញូបដាស្លាប់បាត់ទៅវគ្គនេះគឺអាឡងបានចាប់សូរ៉ូមកហើយឲ្យកូនចៅគាត់នឹងស្លាប់គាត់ចោលទៅតែបានណាមីចូលមកនិយាយហើយក៏បានប្រាប់សូរ៉ូថាគាត់ជាបាក់ពួករបស់អាឡងទេគាត់ដើរមួយក្រុមលូហ្វីរើដងដើម្បីគេយកផលប្រយោជន៍តែប៉ុណ្ណោះតែលបងសូរ៉ូក៏អត់យល់សាច់ការគាត់ហក់ចូលទៅគាត់ដឹងថាណាមីនឹងជួយគាត់ច្បាស់ណាស់បន្ទាប់ពីណាមីបានស្រង់សូរ៉ូចេញពីទឹករួចហើយណាមីផ្ទះសូរ៉ូម្ដាយចំកដាពោះគឺជាហេតុការណ៍មួយទៀតសូរ៉ូបានសម្លាប់កូនចៅរបស់អាឡងទាំងអស់ហើយអង្គុយធ្វើមិនដឹងក៏ប៉ុន្តែអាប៉ែមឹកនៅទៅហ្នឹងអត់មានលឺអីសន្តិចសោះមិនតែប៉ុណ្ណោះចង់ជូនអាឡងឯងទៅភូមិខូខូយ៉ាស៊ីទៀតលូហ្វីហើយនិងសានជីបានព្រូគ្នាໄວជាមួយនឹងកូនសមុទ្រមួយក្បាលដែលព្យាយាមត្រាប់ចំណៃកើតតែសូមបញ្ជាក់ផងដែរថាໄວពីខាងក្រោមខ្លួនតែគប់ពោកក្បាលមិនសំណំហើយនេះជាឈុតឆាកដែលឧសបហើយនិងណាមីសម្ដែងគាត់បានរុញឧសបទៅលើទឹកគោលបំណងគឺថាគាត់សម្លាប់ឧសបដើម្បីកុំឲ្យក្រុមអាឡងតាមគាត់ទៀតចំណែកអបិចលនេះឯងបានឃើញហេតុការណ៍ទាំងអស់ហើយក៏បានហេតុការណ៍ទៅប្រាប់លូហ្វីហើយដល់ពេលលូហ្វីឃើញអញ្ចឹងគាត់សឹងតែមិនជឿថាណាមីធ្វើអញ្ចឹងទេដល់ពេលណាមីមកដល់ថាឲ្យពួកគេឆាប់ចេញពីភូមិហ្នឹងទៅប៉ុន្តែលូហ្វីធ្វើមិនដឹងណាមីខឹងខ្លាំងណាស់ក៏បាននិយាយថាឲ្យពួកគេឆាប់ចេញទៅបើអត់ចេះស្ដាប់ហេតុផលគេបានទេអញ្ចឹងកាប់ដល់ត្រង់នេះគឺលូហ្វីចង់ឡើងទៅកន្លែងប្រហារជីវិតកូរ៉ូចាពេលគាត់ឡើងហ្នឹងគាត់មានដៃជើងជាកស៊ូប៉ុន្តែគាត់អត់មានពជាដៃឡើងទេគឺគាត់អោបឡើងតិចម្ដងទៅដូចបេតានីណាហើយខណៈពេលដែលបាំងខីចឹងសម្រាប់លូហ្វីក៏ត្រូវនឹងទះបាញ់ធ្លាក់មកខាងក្រោមហើយមានមេឃភ្លៀងទៀតគួរឲ្យចម្លែកអត់មេឃភ្លៀងហើយអ្នកដែលហូបផ្លែឈើពិសាហ្នឹងមិនអត់មានអន់ខ្សោយកម្លាំងចឹងហើយទឹកដូចគ្នាតាចំណែកឯពេលដែលគាត់ចូលទៅក្នុងមើលត្រីឆ្លាមហ្នឹងគឺគាត់បានឃើញមេឃធម្មតានេះជារឿងចម្លែកមែនទែនចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណឹងបានហើយដោយសារតែវាត្រឹមគ្រប់10អេពីសូតរបស់មនុស្សចរណៃហើយចា៎សូមជួយចុចប៊ូតុង like និងប៊ូតុងជាវខ្ញុំមួយដើម្បីជាកម្លាំងចិត្តដល់ខ្ញុំសូមអរគុណសូមគោរពលា